របៀបបដូរភាសាអង់គ្លេសទៅជាខ្មែរនៅលើទូរស័ព្ទដៃ Samsung A16 ជាដំបូងយើងធ្វើការចូលទៅក្នុងកម្មវិធីយើងស្វែងរកកងចក្រចារូបកងចក្រហ្នឹងបងប្អូនប៉ះទៅលើវាចាឥឡូវយើងធ្វើការប៉ះទៅលើវាហើយបន្ទាប់មកយើងធ្វើការអូសទៅលើអូសទៅរកសញ្ញាត្រេ3នោះអធិស្ឋានខ្ញុំអត់ចេះភាសាអង់គ្លេសអូសទៅលើស្វែងរកសញ្ញាត្រេ3ដូចខ្ញុំប្រាប់ហ្នឹងនេះអាហ្នឹងហើយយើងប៉ះលើវាឥឡូវយើងប៉ះចាប៉ះលើវាបន្តទៀតយើងមើលខាងលើយើងឃើញអក្សរអង់គ្លេសហ្នឹងយើងប៉ះទៅលើវាទៀតចាបន្តមកទៀតយើងឃើញភាសាខ្មែរនៅខាងក្រោមលេខ1ភាសាអង់គ្លេសលេខ2ភាសាខ្មែរយើងប៉ះលេខ2ហើយយើងចុចអាខៀវនេះអាក្រោមនោះសូខៀវហ្នឹងបងប្អូនប៉ះលើវាហើយវាអូតូទៅជាខ្មែរឥឡូវវានេះវាបានភាសាខ្មែរចាភាសាខ្មែរកម្ពុជាឥឡូវបងប្អូនមើលថាតើភាសាខ្មែរនៅក្នុងកម្មវិធីអត់យើងធ្វើការថយក្រោយនេះសិតតែភាសាខ្មែរហ្នឹងឥឡូវយើងបានភាសាខ្មែរបងប្អូនឥឡូវយើងចង់ដឹងយើងចូលមើលកន្លែងកម្មវិធីវាអញ្ចឹងបងប្អូនចាឥឡូវនេះអូសមើលឃើញចាភាសាខ្មែរនៅក្នុងកម្មវិធីអស់ហើយចាឥឡូវយើងបានបដូរវារួចរាល់ហើយឥឡូវយើងចូលមើលនៅក្នុងកម្មវិធីខាងក្នុងទូរស័ព្ទយើងម្ដងនេះគឺភាសាខ្មែរទាំងអស់ចាកាមេរ៉ាចាការកំណត់ចាវីដេអូមិនតែប៉ុណ្ណឹងបងប្អូនជម្រាបលា